នេះដែរគឺក្រុមគ្រួសារនាងខ្ញុំបានចាក់នំគ្រក់ញ៉ាំជាអាហារពេលថ្ងៃត្រង់បងប្អូនទៅនំគ្រក់ហ្នឹងគឺគេញ៉ាំជាអាហារថ្ងៃត្រង់គឺមានរសជាតិឆ្ងាញ់មែនទែនតែម្ដងបងប្អូនជាច្រើនចង់ឲ្យនាងខ្ញុំបង្ហាញពីរបៀបធ្វើហើយនឹងម្សៅចាក់នំគ្រក់តោះឥឡូវយើងធ្វើទាំងអស់គ្នាចាដំបូងឡើយគឺដាក់ទឹកចំនួន800 ml បន្ទាប់មកទៀតគឺពងមាន់2គ្រាប់វាយឲ្យសនេះដែរគឺម៉ាក់ចាម្សៅចាក់នំគ្រក់នាងខ្ញុំបានដាក់នៅក្នុងវីដេអូនឹងដែរបងប្អូនអាចមើលជាកញ្ចប់ហ្នឹងហើយរកទិញនៅតាមផ្សារបានចាក់ម្សៅចូលក្នុងពងមាន់ហើយនឹងទឹកដែលយើងបានចាក់លាយកូរចូលគ្នាល្បាយតែមួយមិញហ្នឹងហើយយើងវាយម្សៅហ្នឹងឲ្យចូលល្បាយតែមួយទៀតបងប្អូនស្នូលគឺយើងមានជាសាច់មឹកដែលភាសាជប៉ុនហៅថាថាកុបងប្អូនចាហើយនឹងខ្ទឹមបងប្អូនខ្ទឹមដើមធំវែងហ្នឹងយើងយកមកហាន់ជាជំរាបតូចមកយើងយកមឹកហើយនឹងខ្ទឹមដែលយើងហាន់ហើយទុកមកដុំសិនយើងមកលាបប្រេងចាប្រេងឆាគឺលាបនៅលើខ្ទះដែលយើងត្រូវចាក់នំគ្រក់ហ្នឹងបងប្អូនលាបវាឲ្យសព្វដូចក្នុងវីដេអូដែលនាងខ្ញុំបានបង្ហាញបែបហ្នឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់ម្សៅចូលឆ្នាំងនំគ្រក់យើងយកតែម្ដងបងប្អូនបន្ទាប់ពីចាក់ម្សៅនំគ្រក់យើងចូលឲ្យសព្វពេញឆ្នាំងបែបហ្នឹងហើយគឺយើងចាប់ផ្ដើមដាក់ស្នូលគឺមានជាសាច់មឹកចាហើយនឹងខ្ទឹមដើមវែងហ្នឹងចាគឺយើងដាក់ចូលបន្ទាប់មកទៀតបងប្អូនសាច់សំខាន់មួយទៀតដើម្បីឲ្យសាច់នំយើងស្រួយយើងត្រូវដាក់ម្សៅទិញពុរៈហ្នឹងគឺជាម្សៅស្រួយបងប្អូនចាយកមករោយពីលើនំគ្រក់យើងបងប្អូនការរោយម្សៅទិញពុរៈហ្នឹងដែរគឺជួយឲ្យនំយើងគឺស្រួយខាងក្រៅទុំខាងក្នុងហើយមានរសជាតិឈ្ងុយឆ្ងាញ់បន្ទាប់ពីរោយរួចរាល់ហើយបងប្អូនមើលចាតើនំគ្រក់ហ្នឹងយើងអាចចាត្រឡប់វាបានហើយនៅបងប្អូនត្រូវយកសម្រាប់គៀសនំគ្រក់ហ្នឹងគឺយកមកកាត់វាចាឲ្យចេញតែមួយបែបហ្នឹងហើយមានកូនស្លាបព្រាតូចមួយមកដើម្បីយើងយកមកប្រែវាដើម្បីកុំឲ្យវាខ្លោចខ្ញុំសូមបញ្ជាក់នៅក្នុងវីដេអូមួយនេះដែរចានំគ្រក់ជប៉ុនគឺចាក់ខុសពីនំគ្រក់ខ្មែរយើងគឺគេអត់យកមួយយកទៅដាក់គ្របមួយទេចាបានន័យថាគឺគេឆ្កឹះតែមួយហើយគេបវល់ឲ្យបានមូលតែម្ដងព្រោះថាម្សៅទិញពុរៈហ្នឹងនៅពេលដែលយើងបានដាក់ទៅគេវាធ្វើឲ្យឡើងហើយស្រួយខាងក្រៅទន់ខាងក្នុងហើយបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់តែម្ដងសម្រាប់ទឹកសុសវិញគឺគេមានជាទឹកសុសថាកុជាមួយនឹងទឹកសុសហ្នឹងគឺយកម៉ាញ៉ូណេសយកមកធ្វើជាទឹកសុសហើយនៅក្នុងហ្នឹងគឺមានជាសាច់ត្រីផាត់ផងដែរសាច់ត្រីផាត់គឺស្ដើងហើយរសជាតិវាគឺឆ្ងាញ់មែនតែនតែម្ដងបងប្អូនចានំគ្រក់មកធឺនេះបែបជប៉ុននេះគឺឆ្ងាញ់ខ្លាំងមែនតែនបងប្អូនអាចធ្វើពីរបៀបតាំងពីដើមរហូតដល់ចប់ដូចនាងខ្ញុំបានណែនាំបែបហ្នឹងអញ្ចឹងគឺនាងខ្ញុំធានាតែម្ដងគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ហើយនាងខ្ញុំសូមចេញវីដេអូវែងនេះដោយសារតែមានបងសនំពរចាហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាហើយចូលចិត្តក្រុមគ្រួសារនាងខ្ញុំ